ជំរាបសួរពុកម៉ែបងប្អូនយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងមេរៀនភាគ3ដែលយើងរៀនតាក់ទងជាមួយនឹងកម្មវិធី Microsoft Office Word ជាបន្តបាទអញ្ចឹងនៅក្នុងមេរៀនភាគ3នេះគឺខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនអំពីការយកមុខងារខាងលើនេះដើម្បីយើងយកទៅប្រើប្រាស់នៅក្នុងការងាររបស់យើងបាទហើយតើមុខងារណាយើងត្រូវប្រើអីមុខងារណាយើងត្រូវប្រើអីបាទអញ្ចឹងនៅក្នុងមេរៀនភាគ3នេះគឺខ្ញុំនឹងបង្ហាញជូនមុខងារមួយចំនួនដែលពុកម៉ែបងប្អូនត្រូវស្គាល់បាទជាដំបូងហើយមុខងារទាំងអស់ហ្នឹងក៏យើងឧស្សាហ៍ប្រើនៅក្នុងការងារបាទការវាយអត្ថបទរបស់យើងផងដែរបាទអញ្ចឹងឥឡូវនេះយើងចាប់ដើមទៅបាទទស្សនានៅវីដេអូការបង្ហាញជូនរបស់ខ្ញុំទាំងអស់គ្នាអញ្ចឹងពុកម៉ែបងប្អូននេះគឺខ្ញុំមានជាអត្ថបទបាទដែលខ្ញុំត្រៀមជាគំរូជូនពុកម៉ែបងប្អូនឧទាហរណ៍បាទហើយខ្ញុំនឹងបង្ហាញជូននៅមុខងារទាំងអស់នេះបាទអញ្ចឹងជាដំបូងនេះខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនឲ្យស្គាល់អំពីរបៀបការ copy បាទការ copy អត្ថបទឬក៏ជាយើងការ copy នៅពាក្យណាមួយឧទាហរណ៍ថាយើងចង់ធ្វើការ copy ពាក្យណាមួយដែលយើងមិនចង់សរសេរម្ដងទៀតអញ្ចឹងណាពុកម៉ែបងប្អូនឧទាហរណ៍ឥឡូវខ្ញុំចង់ copy ពាក្យប៉ុណ្ណេះពុកម៉ែបងប្អូនណាខ្ញុំចង់ copy ពាក្យប៉ុណ្ណេះឧទាហរណ៍បាទអញ្ចឹងដើម្បីធ្វើការ copy អក្សរណាមួយបានឬក៏អត្ថបទ clear ណាមួយបានពុកម៉ែបងប្អូនត្រូវធ្វើការយក mouse បាទយក mouse យកទៅដាក់បាទត្រឹមអក្សរដែលយើងចង់ធ្វើការ copy យើងចង់ copy មួយពាក្យយើង select ប៉ុណ្ណឹងបាទហើយបើយើងចង់ copy ជាបាទច្រើនពាក្យឬមួយជួរឬអីអញ្ចឹងពុកម៉ែបងប្អូនធ្វើការ select បែបហ្នឹងពុកម៉ែបងប្អូនដែលយើងធ្វើការចុច mouse ឲ្យជាប់អូសមកក្រោមក៏បានដែរណាពុកម៉ែបងប្អូនចង់ copy ប៉ុណ្ណាពុកម៉ែបងប្អូនអាចធ្វើការ select បានណាទីឥឡូវខ្ញុំចង់ copy ប៉ុណ្ណេះបាទអញ្ចឹងយើងធ្វើការលេងមករួចពុកម៉ែបងប្អូនប្រើនេះអក្សរកន្លែងនេះបាទនៅក្នុងប៊ូតុង home របស់យើងបាទ home tab របស់យើងនេះអញ្ចឹងពុកម៉ែបងប្អូនស្គាល់នៅគេហៅថា copy ឬ copy ហ្នឹងបាទពុកម៉ែបងប្អូនសូមអធិស្ឋានបើខ្ញុំអានខុសណាពុកម៉ែបងប្អូនយើងធ្វើការចុចកន្លែង copy ហ្នឹងបាទហើយពុកម៉ែបងប្អូនធ្វើការចង់ជ្រើសរើសយកទៅដាក់នៅទីតាំងកន្លែងណាអក្សរហ្នឹងបាទលើកទឿថាខ្ញុំចង់ដាក់នៅខាងក្រោម title នេះបាទ what business នេះបាទអញ្ចឹងខ្ញុំធ្វើការដាក់ mouse កន្លែងហ្នឹងហើយយើងធ្វើការចុចប៊ូតុង enter រួចពុកម៉ែបងប្អូនធ្វើការចុចបាទ paste បាទនៅ paste ខាងលើនេះបាទ paste បងប្អូនខ្លះហៅ paste ហ្នឹងអញ្ចឹងពុកម៉ែបងប្អូនធ្វើការចុចកន្លែងប៊ូតុងហ្នឹងបាទយើងចុចមកអញ្ចឹងពុកម៉ែបងប្អូនអាចបាទឃើញទេអក្សរនេះដោយយើងពុំចាំបាច់វាយបាទនេះគេហៅថារបៀបការ copy paste បាទអត្ថបទដោយយើងធ្វើបែបនេះហើយបើសិនជាពុកម៉ែបងប្អូនចង់ធ្វើការលុបចោលបាទលុបយើងងាយទេណាយើងអាចធ្វើការចុចប៊ូតុងលុបធម្មតាទៅ backspace នៅលើ keyboard របស់យើងហ្នឹងយើងលុបម្ដងមួយអក្សរអញ្ចឹងក៏បានឬក៏យើងធ្វើការបាទ select ទាំងអស់មកពុកម៉ែបងប្អូនណា select ជាជួរអញ្ចឹងទៅយើងធ្វើការចុចប៊ូតុងលុបទៅវាលឿនជាងបាទនេះតកតងជាមួយនឹងការ copy paste នេះសង្ឃឹមថាពុកម៉ែបងប្អូនទាន់បាទហើយតកតងជាមួយនឹងខ្ញុំចង់ជម្រាបជូនពុកម៉ែបងប្អូនអំពី font សិនបាទ font ហ្នឹងមានន័យថាជាពុំ style អក្សររបស់យើងណាពុកម៉ែបងប្អូននេះ mode អក្សររបស់យើងនេះអញ្ចឹងយើងមិនមែនវាយមកមាន mode អញ្ចឹងទេពុកម៉ែបងប្អូនណាវាមានប៉ុន្តែយើងចង់ធ្វើការផ្លាស់ប្ដូរ mode style ផ្សេងក៏យើងអាចធ្វើការជ្រើសរើសបានដែរខ្ញុំឧទាហរណ៍តែឥឡូវខ្ញុំឧទាហរណ៍ខ្ញុំ select ប៉ុណ្នេះចុះហើយយើងចង់ធ្វើការផ្លាស់ប្ដូរ font style គឺនៅក្នុងប្រអប់នេះពុកម៉ែបងប្អូនណានៅក្នុងប៊ូតុង home tab ដដែលអញ្ចឹងពុកម៉ែបងប្អូនធ្វើការចុចពលានៅកន្លែងបាទfont ហ្នឹងមកគេកន្លែងនេះគេឲ្យឈ្មោះថា font ហ្នឹងបាទហើយពុកម៉ែបងប្អូនអាចធ្វើការជ្រើសរើស mode font បានណាយើងចឹង font ហ្នឹងគឺយើងមានច្រើនពុកម៉ែបងប្អូនណា font នេះដែលមានឈ្មោះជាភាសាអង់គ្លេសហ្នឹងពុកម៉ែបងប្អូនឃើញអត់អញ្ចឹងវាមាន mode ផ្សេងៗគ្នាពុកម៉ែបងប្អូននៅក្នុងហ្នឹងក៏ប៉ុន្តែជាទៅនៅស្ថាប័នកន្លែងធ្វើការមួយក៏កន្លែងខ្លះក៏គេមានការកំណត់ font នេះដែរមិនអនុញ្ញាតឲ្យយើងប្រើតាមចិត្តរបស់យើងទេណាអញ្ចឹងគេមាន font ដែលជាធ្វើម៉េចដើម្បីឲ្យកន្លែងហ្នឹងមានស្តង់ដារការងារអញ្ចឹងគេមាន font របស់គេបាទតែសម្រាប់ការបង្ហាញជូនរបស់ខ្ញុំនេះខ្ញុំឧទាហរណ៍ថាខ្ញុំប្រើ font មួយដែលមានឈ្មោះថា Calibri នេះទៅបាទអញ្ចឹង font ហ្នឹងគឺចេញទម្រង់មកជាមូលអក្សរមូលបែបនេះដោយតែពុកម៉ែបងប្អូនបានឃើញអញ្ចឹងបាទអញ្ចឹងកន្លែងនេះគឺជាកន្លែងផ្លាស់ប្ដូរ font ហើយអញ្ចឹងពុកម៉ែបងប្អូនអាចស្វែងរក font ណាដែលពុកម៉ែបងប្អូនត្រូវការបាទហើយស្របជាមួយនឹងកន្លែងធ្វើការពុកម៉ែបងប្អូនអាចដាក់បានណាតែខ្ញុំសូមយកជា Calibri នេះចុះបាទ
ហើយកន្លែងនេះមួយទៀតពុកម៉ែបងប្អូនណាកន្លែងនេះគឺជាកន្លែងទំហំបាទគេហៅថា font size បាទន័យថាទំហំអក្សររបស់យើងតើអត្ថបទពុកម៉ែបងប្អូននឹងចង់បានទំហំប៉ុណ្ណាបាទចង់បានប៉ុណ្ណាបាទចង់បានធំដាក់ទៅបាទតាមទំហំដែលពុកម៉ែបងប្អូនចង់បានប៉ុន្តែជាទូទៅបើសិនជាសម្រាប់អត្ថបទជាទូទៅយើងប្រើ12ឬ14នឹងឯងណាពុកម៉ែបងប្អូនឬក៏អាចយ៉ាងច្រើនជាទូទៅគេច្រើនប្រើ12នឹងឯងបាទហើយសម្រាប់ជាចំណងជើងអីចឹងទៅឧទាហរណ៍ថានេះជាចំណងជើងអីអញ្ចឹងពុកម៉ែបងប្អូនធ្វើការ select ទៅហើយពុកម៉ែបងប្អូនអាចដាក់ដល់14ឬក៏16អីអញ្ចឹងណាពុកម៉ែបងប្អូនណាជាតាមដែលពុកម៉ែបងប្អូនចង់បានបាទអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទទួលបានកន្លែងនេះគឺយើង font កន្លែងនេះយើងទំហំបាទចង់បានតូចធំឯងពុកម៉ែបងប្អូនអាចដំឡើងបានដោយខ្លួនឯងហើយនេះគឺយើងសម្រាប់យើងបន្ថយទំហំតឡើងទំហំណាបាទនេះយើងតឡើងទំហំបាទនេះយើងតឡើងទំហំដោយមិនចាំបាច់ចុចកន្លែង font size នេះក៏បានដែរពុកម៉ែបងប្អូនណាដូចគ្នាកន្លែងនេះយើងសម្រាប់យើងបន្ថយទំហំវិញបាទអញ្ចឹងផ្ទុយគ្នាណាតឡើងនិងបន្ថយបាទហើយកន្លែងនេះបាទកន្លែង A ធំ A ទូចនេះពុកម៉ែបងប្អូនកន្លែងហ្នឹងគេឲ្យឈ្មោះថា change case បាទនេះឈ្មោះរបស់គេណាពុកម៉ែបងប្អូនគេហៅថា change case ហ្នឹងសម្រាប់មិនបាទនេះគឺពេលដែលយើងចុចទៅមានមុខងារជាច្រើនពុកម៉ែបងប្អូនទី1នេះគឺអក្សរធំ sentence case បាទអក្សរធំដើមបាទហើយជំរើសទី2នេះគឺអក្សរតូចទាំងអស់បាទនេះពុកម៉ែបងប្អូនឃើញទេបាទអញ្ចឹងជំរើសទី3នេះគេហៅ upper case បាទ upper case ហ្នឹងគឺអក្សរចេញមកធំទាំងអស់បងពុកម៉ែបងប្អូនណាបាទហើយយើងមានបន្តទៀតនេះគឺហៅថា capitalize H word នេះគឺអក្សរហ្នឹងធំដើមពាក្យមួយបាទឥឡូវខ្ញុំសាកជ្រើសរើសនេះពុកម៉ែបងប្អូនគេណាបាទនេះអក្សរ word អញ្ចឹងទៅអក្សរ is business អីអញ្ចឹងគេធំដើមពាក្យមួយហើយមានជំរើសចុងក្រោយនេះបាទអក្សរធំអក្សរតូចដើមពាក្យវិញបាទនេះដល់ពេលអក្សរបន្ទាប់នេះអក្សរធំវិញពុកម៉ែបងប្អូនបាទអញ្ចឹងសង្ឃឹមពុកម៉ែបងប្អូនទទួលយកបានកន្លែងហ្នឹងបាទឥឡូវយើងមកខាងក្រោមនេះទៀតបាទនេះគឺសម្រាប់ធ្វើឲ្យអក្សរដិតច្បាស់ហៅថា bold កន្លែង B នេះពុកម៉ែបងប្អូនឧទាហរណ៍បាទនេះអក្សរទាំងអស់នេះគឺសុទ្ធតែជាអក្សរដែលគេប្រើ bold ហើយបាទអក្សរដិតច្បាស់ណាពុកម៉ែបងប្អូនឧទាហរណ៍ឥឡូវខ្ញុំចង់បានអក្សរដិតច្បាស់កន្លែងណាមួយទៀតឥឡូវថាខ្ញុំចង់បានប៉ុណ្ណេះដិតច្បាស់អញ្ចឹងពុកម៉ែបងប្អូនធ្វើការ select អក្សរហ្នឹងទៅបាទយើងចង់បានប៉ុន្មានយើងមកពាក្យយើងយកមកពាក្យទៅហើយយើងធ្វើការចុចអក្សរ B ហ្នឹងទៅធ្វើការអាហ្នឹងដើម្បីអក្សរដិតច្បាស់តែបើយើងចង់ដោះវិញយើងធ្វើការ select ទៅពុកម៉ែបងប្អូនណាបើជាប់ប៉ុណ្ណឹងធ្វើការ select ប៉ុណ្ណឹងហើយយើងចុចកន្លែង B នេះទៅគឺយើងដោះវិញបានហើយពុកម៉ែបងប្អូនបន្តទៅទៀតនេះគឺសម្រាប់យើងធ្វើអក្សរ trade បាទក្នុងករណីឲ្យទើថាឥឡូវ clear កន្លែងណាមួយពាក្យណាមួយដែលពុកម៉ែបងប្អូនចង់ជាអក្សរ trade ឲ្យទើថាកន្លែងនេះដែលខ្ញុំចង់ឲ្យអក្សរនឹង trade ណាពុកម៉ែបងប្អូនបាទនេះកន្លែងនេះដែលខ្ញុំចង់ឲ្យអក្សរ trade អញ្ចឹងយើងធ្វើការចុចកន្លែងអក្សរ I នេះគេឲ្យឈ្មោះថា italic នេះយើងធ្វើការចុចទៅអក្សរហ្នឹងទៅជា trade ហើយពុកម៉ែបងប្អូនបាទនេះអក្សរហ្នឹងចេញមក trade បាទកន្លែងនេះគឺយើងដាក់បន្ទាត់បាទយើងហៅថា underline អញ្ចឹងពុកម៉ែបងប្អូនអាចធ្វើការចុចពលាមកអញ្ចឹងបន្ទាត់ហ្នឹងយើងអាចធ្វើការជ្រើសរើសបានវាមានបន្ទាត់ស្ដើងបន្ទាត់2ជាន់បន្ទាត់ដិតក្រាស់បន្ទាត់ត្រេចុចបែបនេះបាទបន្ទាត់ដាច់បាទយើងមានច្រើនម៉ូដច្រើនសន្តានពុកម៉ែបងប្អូនណាហើយក៏យើងអាចធ្វើការជ្រើសរើសពណ៌បានឧទាហរណ៍ឥឡូវយើងចង់បានពណ៌អីបាទពណ៌បែបនេះបាទស្រ័យលើពុកម៉ែបងប្អូនចង់បានណាអញ្ចឹងយើងធ្វើការជ្រើសរើសកន្លែងហ្នឹងបានចង់ដាក់ប៉ុន្មានជាន់ក៏បានបាទជាន់2ជាន់ដិតក្រាស់អីស្រ័យលើពុកម៉ែបងប្អូនបាទសង្ឃឹមពុកម៉ែបងប្អូនទទួលយកបានកន្លែងនេះឥឡូវយើងមើល AB បាទ AB នេះម្ដងបាទ AB នេះសម្រាប់យើងធ្វើការឆូតអក្សរឧទាហរណ៍ឥឡូវខ្ញុំចង់ឆូតបាទប៉ុណ្ណេះបាទហើយអញ្ចឹងយើងធ្វើការចុចកន្លែង AB មកយើងសម្រាប់ឆូតបាទX បាទបន្ទោក2នេះគឺយើងសម្រាប់ធ្វើការអក្សរហ្នឹងយើងដាក់ទៅបាទផ្នែកខាងក្រោមឧទាហរណ៍ឥឡូវខ្ញុំឧទាហរណ៍ថាបាទឥឡូវឧទាហរណ៍ថាខ្ញុំយកពាក្យនេះមួយបាទអក្សរនេះមួយបាទខ្ញុំចង់ដាក់ទៅខាងក្រោមណាពុកម៉ែបងប្អូនធ្វើការចុចកន្លែងនេះមកណាកន្លែង X បន្ទោកហ្នឹងក៏មានប្រយោជន៍ដែរពុកម៉ែបងប្អូនណាជាទូទៅគេច្រើនក្នុងគណិតវិទ្យាឬក៏ជាបាទក្នុងគីមីវិទ្យាក្នុងអីចឹងណាសមីការទឹកអីចឹងឧទាហរណ៍បាទH2O អញ្ចឹងពុកម៉ែបងប្អូនណាឧទាហរណ៍H2O អញ្ចឹងទៅ
បាទបាទអញ្ចឹងលេខ2នេះបើយើងចង់ឲ្យចុះទៅក្រោមthìយើងចុចកន្លែងនេះបាទតោះណាពុកម៉ែបងប្អូនឥឡូវឧទាហរណ៍មួយទៀតឧទាហរណ៍បាទ a ស្វ័យគុណ2អីចឹងណា2ស្វ័យគុណ2អីចឹងទៅពុកម៉ែបងប្អូនណាអញ្ចឹងយើងធ្វើការ select លេខ2ហ្នឹងមកឲ្យពុកម៉ែបងប្អូននេះចុចកន្លែង x ស្វ័យគុណ2នេះវិញបាទឃើញទេបាទអញ្ចឹងសង្ឃឹមពុកម៉ែបងប្អូនទទួលយកបានកន្លែងនេះណាបាទអញ្ចឹងយើងមានមុខងារជាច្រើនទៀតបាទសម្រាប់យើងប្រើប្រាស់នៅក្នុងអត្ថបទបាទដែលពុកម៉ែបងប្អូនត្រូវធ្វើការស្វែងយល់បន្ថែមទៀតបាទដូចជានេះគេឲ្យឈ្មោះថា text effect បាទ text effect ហ្នឹងមានន័យថាជាពុម្ពអក្សរបាទ style អក្សរបែបនេះដែលពុកម៉ែបងប្អូនបានឃើញអញ្ចឹងលើកខ្ញុំឧទាហរណ៍ថាខ្ញុំចង់ដាក់នៅកន្លែងនេះមួយបាទអញ្ចឹងយើងធ្វើការ select ហើយយើងចូលទៅកន្លែង text effect នេះបាទរួចពុកម៉ែបងប្អូនអាចធ្វើការជ្រើសរើសបាននេះឃើញទេវាចេញ mode បែបនេះដែលអក្សរយើងធម្មតាយើងអាចលេង mode font អីបានក៏ប៉ុន្តែវាអត់អាចចេញអញ្ចឹងណាពុកម៉ែបងប្អូនឃើញទេវាមាន mode ពណ៌ color អីអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងហើយកន្លែងហ្នឹងគេឲ្យឈ្មោះថា text effect បាទហើយទៅមុខទៀតបាទកន្លែងនេះយើង highlight touch highlight បាទន័យថាយើង highlight ទៅលើ text របស់យើងឧទាហរណ៍ឥឡូវខ្ញុំចង់ highlight ប៉ុណ្នេះបាទអញ្ចឹងពុកម៉ែបងប្អូនធ្វើការ select លើអត្ថបទហ្នឹងហើយយើងធ្វើការចុច touch highlight មកទីឥឡូវយើងចង់ highlight ពណ៌អីបាទនេះឃើញទេពុកម៉ែបងប្អូនណាយើងអាច highlight បានណាឥឡូវទីខ្ញុំចង់ highlight នៅកន្លែងបន្ទាត់នេះមួយទៀតបាទយើងចុចមក touch highlight បាទពុកម៉ែបងប្អូនអាចដាក់ទៅបាទពណ៌អីស្រឡាញ់ពណ៌អីដាក់ពណ៌ហ្នឹងទៅបាទហើយរបៀបការដោះគឺដូចគ្នាទេយើងធ្វើការ select ទៅបាទកន្លែងណាដែលជាប់ហ្នឹងយើង select ប៉ុណ្ណឹងវិញហើយយើងចូលទៅកន្លែង highlight របស់យើងមកពុកម៉ែបងប្អូនយក no color បាទយើងយក no color ទៅនឹងធ្វើការដោះបានហើយបាទបន្តទៅទៀតនេះគឺ font color បាទន័យថាពណ៌អក្សរបាទគេលោកពុកម៉ែបងប្អូនចង់បានពណ៌តែឥឡូវខ្ញុំចង់ផ្លាស់ប្ដូរពណ៌បាទអញ្ចឹងយើង select លើពាក្យណាដែលយើងចង់ផ្លាស់ប្ដូរហើយយើងចូលទៅកន្លែង A color ណាយើងធ្វើការផ្លាស់ប្ដូរទៅបាទឧទាហរណ៍ខ្ញុំចង់ដាក់នេះពណ៌ក្រហមអីចឹងទៅបាទចុចកន្លែងហ្នឹងយើងដាក់ពណ៌ក្រហមមកបាទហើយបើសិនពុកម៉ែបងប្អូនចង់បានពណ៌ខ្មៅវិញគឺងាយទេយើង select មកបាទកន្លែងណាដែលយើងជាប់ហ្នឹងពុកម៉ែបងប្អូនធ្វើការចុចកន្លែងហ្នឹងវិញហើយយក automatic ហ្នឹងក៏បានឬក៏យើង tick កន្លែងពណ៌ខ្មៅហ្នឹងក៏បានដែរដូចគ្នាណាពុកម៉ែបងប្អូនអាចផ្លាស់ប្ដូរបានអញ្ចឹងនៅក្នុងមេរៀនទី3នេះខ្ញុំជម្រាបជូនប៉ុណ្ណឹងសិនពុកម៉ែបងប្អូនណាបាទសង្ឃឹមថាពុកម៉ែបងប្អូនអាចយករៀនទៅធ្វើដល់ខ្លួនឯងបានអាចសាកអនុវត្តទៅហើយបើសិនជាមានចម្ងល់កន្លែងណាដែលមានបញ្ហាអីពុកម៉ែបងប្អូនក៏អាចធ្វើការ comment នៅខាងក្រោមទៅខ្ញុំនឹងព្យាយាមឆ្លើយសំណួរពុកម៉ែបងប្អូនណាបាទហើយយើងចាំជួបគ្នានៅមេរៀនភាគបន្តទៀតបាទខ្ញុំនឹងបង្ហាញជូនអំពីមុខងារផ្សេងទៀតជាបន្តទៀតដើម្បីឲ្យពុកម៉ែបងប្អូនទទួលបានជាចំណេះដឹងបន្ថែមទៀតពាក់ព័ន្ធទៅនឹងការប្រើប្រាស់នៅក្នុងកម្មវិធី Microsoft Office Word នេះអញ្ចឹងជារួមទៅពេលដែលពុកម៉ែបងប្អូនទទួលបានជ្រាបនៅខ្លឹមសារទាំងអស់នេះមុខងារទាំងអស់នេះហើយពេលពុកម៉ែបងប្អូនចេះដឹងថាអានឹងត្រូវប្រើបែបម៉េចហើយអញ្ចឹងយើងងាយទេពុកម៉ែបងប្អូនណានៅពេលដែលយើងវាយអត្ថបទគឺយើងងាយក្នុងការរៀបចំអត្ថបទរបស់យើងនឹងឲ្យបានស្អាតឲ្យបានត្រឹមត្រូវតាមស្តង់ដាររបស់គេបាទគឺផលលំបាកហ្នឹងគឺសម្រាប់អ្នកដែលរៀនដំបូងអ្នកដែលមិនទាន់ចេះប្រើប្រាស់ហ្នឹងគឺបញ្ហាគឺត្រង់ថាមិនទាន់យល់អំពីការប្រើបែបម៉េចទេបាទមុខងារទាំងអស់ហ្នឹងគេត្រូវប្រើបែបម៉េចទេអញ្ចឹងនៅពេលដែលយើងចេះប្រើហើយគឺវាបាទងាយស្រួលទេបាទមានភាពងាយស្រួលទេក្នុងការរៀបចំការវាយអត្ថបទរបស់យើងនឹងបាទអញ្ចឹងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទទួលបាននៅចំណេះដឹងថ្មីបន្ថែមទៀតនៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញជូននេះហើយជាចុងក្រោយនេះខ្ញុំសូមធ្វើការខន្តីអភ័យទោសបើសិនជាការបង្ហាញជូនរបស់ខ្ញុំនេះមានកំហុសខុសឆ្គងពាក្យពេចន៍អក្ខរាវិរុទ្ធអីដែលខ្ញុំនិយាយទៅលើសលួយសូមអធិស្ឋានណាពុកម៉ែបងប្អូនយើងចាំជួបគ្នានៅវីដេអូភាគបន្តទៀតបាទសូមអរគុណច្រើន